Sometimes you just accept it is what it is no matter what and look at something you can control in the situation. Tell yourself it is what it is. Don't be sad or បន្ទោសខ្លួនឯងព្រោះថានេះគឺជាជីវិត and deal with it guys មានរឿងច្រើនណាស់ដែលបានកាត់ឡើងពេលខ្លះវាហួសពីការគ្រប់គ្រងរបស់យើងដែលអាចនិយាយបានថាវាហួសពីសមត្ថភាពដែលយើងអាចកែប្រែឬក៏ផ្លាស់ប្ដូរវាបានដូច្នេះជាជំរឿនដែលល្អបំផុតគឺទទួលយកវាហើយប្រាប់ខ្លួនឯងថានេះហើយគឺជាជីវិតរីឯរឿងខ្លះវាត្រូវតែកាត់ឡើងគឺវាកាត់ឡើងហើយយើងមិនអាចទៅហាមឃាត់រឿងនោះកុំឲ្យកាត់ឡើងបានទេអញ្ចឹងរឿងបន្ទាប់មកយើងត្រូវតែរកវិធីដើម្បីដោះស្រាយនៅបញ្ហាឬក៏រឿងមួយហ្នឹងដែលជាជំរឿនល្អបំផុតនៅក្នុងស្ថានភាពមួយហ្នឹងហើយកលេចមើលថាតើអ្វីដែលអ្នកទាំងអស់គ្នាអាចគ្រប់គ្រងបាន What you can control right now in the situation It's like មានអ្នកណាម្នាក់ធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់ហើយអ្វីដែលអ្នកទាំងអស់គ្នាគ្រប់គ្រងបាននៅពេលហ្នឹងគឺប្រតិកម្មរបស់អ្នកទាំងអស់គ្នាចំពោះគេតែអ្នកទាំងអស់គ្នានឹងបង្ហាញប្រតិកម្មបែបណាចំពោះអ្នកដែលធ្វើបែបអ្នកទាំងអស់គ្នាជាការសុំវល់ឲ្យគេនៅបន្តឬសូមឲ្យគេស្រឡាញ់អ្នកទាំងអស់គ្នាម្ដងទៀតឬផ្ទុយទៅវិញអ្នកទាំងអស់គ្នាមិននិយាយអ្វីអ្នកទាំងអស់គ្នាចិត្តដាច់ដោះលែងគេនិងឈប់មានទំនាក់ទំនងអ្វីបន្តទៀតជាមួយគេអ្នកទាំងអស់គ្នាមិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកដទៃឬក៏ឲ្យនរណាម្នាក់ធ្វើតាមចិត្តអ្នកទាំងអស់គ្នាបានទេតែអ្នកទាំងអស់គ្នាអាចផ្ដល់អ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង Take care ខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងបែបណាអ្នកទាំងអស់គ្នាអាចគ្រប់គ្រងនៅការស្ដាប់ការមើលឃើញនិងការផ្លាស់ប្ដូររបស់ខ្លួនឯង You can control what you watch, listen, change yourself and then you realize that you have the power to change the thing វាអីវាជារឿងធម្មតានៅពេលដែលយើងធ្វើអ្វីមួយដោយការប្រឹងប្រែងហើយទទួលបានលទ្ធផលមិនល្អអញ្ចឹងយើងប្រឹងប្រែងបន្ថែមទៀតហើយក៏វាអីដែរនៅពេលដែលយើងបង្កើតកំហុសអ្វីមួយព្រោះថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះឬក៏មិនដែលមានកំហុសទេកុំដាក់សម្ពាធឬក៏តឹងរឹងចំពោះខ្លួនឯងពេកជីវិតយើងវាលំបាកណាស់ទៅហើយអញ្ចឹងកុំធ្វើឲ្យខ្លួនឯងលំបាកលើសនឹងទៀតអីកុំបន្ទោសខ្លួនឯងថាអ្វីគ្រប់យ៉ាងគឺពីខ្លួនឯងជាកំហុសរបស់ខ្លួនឯងកុំសួររកហេតុផលហេតុអីបានវាកើតឡើងហើយហេតុអីបានវាកើតឡើងចំពោះអ្នកទាំងអស់គ្នាហើយនៅក្នុងជីវិតនេះគឺវាគ្មានពាក្យថាប្រសិនបើទេបើរឿងនឹងកើតឡើងហើយគឺវាកើតឡើងហើយអ្នកទាំងអស់គ្នាមិនមែនជាមនុស្សដំបងដែលបានជួបរឿងបែបហ្នឹងឬក៏អារម្មណ៍បែបហ្នឹងទេអ្វីគ្រប់យ៉ាងនឹងល្អប្រសើរហើយអ្នកទាំងអស់គ្នាត្រូវតែជឿជាក់លើខ្លួនឯងថាអ្នកទាំងអស់គ្នាគឺខ្លាំងអ្នកទាំងអស់គ្នាអាចឆ្លងផុតនៅស្ថានភាពដ៏លំបាកនឹងបានអ្នកទាំងអស់គ្នាខ្លាំងជាងអ្វីដែលអ្នកទាំងអស់គ្នាគិតជាចុងក្រោយខ្ញុំក៏មានខួតមួយសម្រាប់អ្នកទាំងអស់គ្នាដែរគេតែងតែនិយាយថាថ្ងៃធម្មតារបស់អ្នកគឺជាក្តីសម័យរបស់នរណាម្នាក់ដែលតែងតែដេកសម័យដេកពងដេកចង់បាននៅជីវិតដូចយើងស្រឡាញ់អ្វីដែលខ្លួនមាននិងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើកុំដេករងចាំនៅឱកាសឬក៏ពេលវេលាយើងត្រូវតែបង្កើតឱកាសខ្លួនឯងមានមនុស្សជាច្រើនណាស់ដែលតែងតែចាំលើកទឹកចិត្តនិង support អ្នកទាំងអស់គ្នាកុំបន្ទោសខ្លួនឯងនិងស្រឡាញ់ខ្លួនឯងបានច្រើនបាយជួបគ្នានៅវីដេអូក្រោយបាយបាយ